ប្រិមិត្តជាទីមេត្រីសូមស្វាគមន៍មកកាន់ព័ត៌មានក្នុងព្រៃស្ត្រីជនជាតិអូស្ត្រាលីម្នាក់ត្រូវបានសត្វត្រីឆ្លាមខាំវាយប្រហារនៅឯឆ្នេរសមុទ្រស៊ីដនីដែលបង្កឲ្យរបួសធ្ងន់ខណៈពេលដែលនាងកំពុងតែងូតទឹកសមុទ្រធ្វើឲ្យផ្អើលអស់មនុស្សនៅក្បែរនោះបន្ទាប់មកក្រុមគ្រូពេទ្យនៃប្រទេសអូស្ត្រាលីក៏ធ្វើការសង្គ្រោះបឋមបន្ទាប់មកក៏បញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលដោយសារតែរបួសគឺមានលក្ខណៈធ្ងន់ធ្ងរមែនទែនខណៈពេលនេះនាងកំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យធំមួយក្នុងប្រទេសអូស្ត្រាលីដែលស្ថិតនៅក្បែរឆ្នេរស៊ីដនីនោះហើយមកដល់ពេលនេះអាជ្ញាធររបស់ប្រទេសអូស្ត្រាលីធ្វើការបិទឆ្នេរសមុទ្រនេះជាបន្ទាន់ដើម្បីស្វែងរកលក្ខណៈក៏ដូចជាប្រភេទនៃត្រីឆ្លាមដែលខាំស្ត្រីម្នាក់នេះសូមប្រិយមិត្តទាំងអស់គ្នាប្រុងប្រយ័ត្នមែនទែនវិធីការពារដើម្បីកុំឲ្យត្រីឆ្លាមខាំទី1គឺពេលទៅងូតទឹកឃើញត្រីឆ្លាមយើងមិនត្រូវទៅប្រឡែងលេងជាមួយនឹងវានោះទេត្រូវតែរត់មកលើគោកវិញជាបន្ទាន់សូមអរគុណសូមគោរពលាផ្សាយព័ត៌មានភ្លេចមើលខាងក្រោមសិតតែអាច